บางโพสต์ខ្មែរพิจารณาบรรดาดังโนเตเจียง30 ឆ្នាំមុនប្រទេសថៃក៏ធ្លាប់មានសង្គ្រាមជាមួយនឹងប្រទេសឡាវមកហើយដែរដែលថៃបានប្រកាន់ប្រើផែនទី1តនឹង 50,000 រីឯឡាវវិញប្រើផែនទី1តនឹង 200,000 ដែលជាផែនទីអនុសញ្ញាឡាវបារាំងដោយសង្គ្រាមកើតក្នុងស្រុកចាតាកានខេត្តភីសានុលោកជាតំបន់ព្រំដែនព្រៃភ្នំដែលប្រទេសទាំងពីរអះអាងថាជាទឹកដីរបស់ខ្លួនសង្គ្រាមបន្ទុះឡើងចុងឆ្នាំ1987រហូតដល់ចប់សង្គ្រាមឆ្នាំ1988សង្គ្រាមលើកនោះក៏អាចនិយាយបានថាសង្គ្រាមធំដែរដោយថៃប្រើផែនទី1តនឹង 50,000 ដែលជាផែនទីពួកថៃគូសឡើងដោយខ្លួនឯងរីឯប្រទេសឡាវវិញប្រើផែនទី1តនឹង 200,000 ដែលជាផែនទីទទួលស្គាល់ពីអន្តរជាតិសង្គ្រាមចាប់ផ្ដើមធ្វើឲ្យយោធាថៃមានអាទិភាពទៅលើយោធាឡាវយ៉ាងខ្លាំងធ្វើឲ្យយោធាឡាវដកថយកម្លាំងតែប្រទេសឡាវមិនព្រមជាដាច់ខាតក្រោយពីដកថយហើយក៏បានទៅចរចាជាមួយនឹងប្រទេសវៀតណាមដើម្បីស្នើសុំកម្លាំងយោធាមកតស៊ូជាមួយនឹងយោធាថៃធ្វើឲ្យសង្គ្រាមលើកនោះយោធាថៃទទួលការខូចខាតយ៉ាងខ្លាំងយោធាថៃស្លាប់200និងរងរបួសជាង 1,100 នាក់បើនិយាយពាក់ព័ន្ធទៅនឹងប្រទេសថៃដែលវាធ្លាប់មានចំនួនជាមួយនឹងប្រទេសឡាវក្នុងអំឡុងឆ្នាំ1987ដល់វាប្រើផែនទីបែបនេះហើយធ្វើឲ្យព្រំដែនទាំងពីរកើតចំនួនឈានទៅដល់ដំណាំទឹកដីហើយនៅក្នុងឆ្នាំ2020នេះវាក៏បានប្រើផែនទី1តនឹង 50,000 ដែលជាផែនទីវាគូវាដោយខ្លួនឯងយកមកឈ្លានពានទឹកដីរបស់ប្រទេសកម្ពុជាយើងតែខ្មែរយើងឈឺចាប់ទេពេលដែលមានជនជាតិដទៃមកឈ្លានពានទឹកដីរបស់ខ្មែរយើងសូម share វីដេអូនេះឲ្យខ្មែរយើងបានដឹងថាថៃវាក៏ធ្លាប់កោតសង្គ្រាមមកហើយដែរជាមួយឡាវ